រឿងគង់ហ៊ានកាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរមួយឈ្មោះអាងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយតាមផ្លូវនៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោស៊ីតែរឿយៗលុះអ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្តាពីចម្ងាយមកអ្នកគង់រត់ចូលរួងឈើញ័រដៃញ័រជើងរៀកនោមព្រួតភ័យណាស់នាងអាំនិងនាងគុំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នេះម្នាចេញពីរោងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរបន្ទោសប្តីថាខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីកំសាកញីដូច្នេះអ្នកគង់ឈើបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទៅហ៊ានវាយខ្លាទាល់តែស្លាប់ហើយអ្នកគង់ក៏បានបោចវលិចងខ្លានោះនាំប្រពន្ធសែងចោលទៅក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមកគេបបួនគ្នាទៅមើលពាសពេញហើយគេសួរថាឯងធ្វើដូចម្ដេចបានជាបានខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែខំមនុស្សម្នាក្របីគោស៊ីច្រើនណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់គាត់ឃឿនខ្លាវាបូលមកគាត់រត់ចូលក្នុងរួងឈើខ្ញុំពីរនាក់ជាស្រីព្រួតគ្នាវាយខ្លាទាល់តែស្លាប់អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ចោរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកាហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទើបខ្លាំងពូកាយហ៊ានវាយខ្លាឲ្យស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាការដែលខ្លាវាស្ទុះមកនឹងខំដូច្នោះខ្ញុំដាក់ស្នៀតគុណដូច្នោះបានជាវាយវាបានហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលឯអមអ្នកស្រុកកោតខ្លាចអ្នកគង់រាន់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ានជាអ្នកពូកាយចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះភ័យណាស់ពុំដឹងបីគៀតដួកម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកាយផងត្រឡប់មកវិញដែកសន្ធឹកសន្ថៃអត់បាយប្រពន្ធទាំងពីរនាក់ចូលទៅសួរថាម្ដេចបានជាអ្នកដែកអត់បាយដូច្នេះមានបើហាត់ភេទអ្វីប្រការដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងបីគិតដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកគង់ព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អាតងូតទឹកឲ្យស្រួលខ្លួនចោះគង់ហ៊ានលឺប្រពន្ធលួងលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយដល់បានពេលលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរែកពុលហាយហោមអំមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញលុះជិះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លេចអាចមលេចនោមញ័រដៃជើងដោយគេអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលសម្រុកចូលទៅមុនរែកពុលទាំងអស់គ្មាននរណាតាមទាន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះគិតស្មានថាមេទ័ពនេះពូកែណាស់ក៏បាក់ទ័ពច័ន្ទរត់យកតែព្រះអាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អាងឲ្យអស់អ្នកមឿននឹងរែពុលកោតខ្លាចអស់អ្នកមឿនឃើញគង់ហ៊ានលេចអាចដាក់ក្បាលដំរីស្អុយពាសពេញដូច្នោះគេសួរថាលោកមេទ័ព
ថ្វីក៏លេចលៀមមកដូច្នោះគង់ហ៊ានឆ្លើយឡើងថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចោះតែដោះទុកសัตว์ឯណាបានមានតែដោះទុកសัตว์លើក្បាលដំរីដូច្នោះឯងបើរវល់តែដោះទុកសัตว์ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬអស់នាងមើននឹងរេះពលឬគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់ឯគង់ហ៊ានបានឈ្នះទួបត្រឡប់ចូលមកក្នុងនគរវិញហើយចូលតែក្រាបថ្វាយបង្គំស្ដេចទ្រង់ជ្រាបថាគង់ហ៊ានតែច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់ព្រះរាជទានយស័ក្តិជាមាសមឿនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើនតាំងអំពីថ្ងៃនោះមកគង់ហ៊ានរត់តែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំអស់មនុស្សម្នាអ្នកឈ្មួញជួញលក់ដូរដើររកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចក់មុខទឹកឬដើរងូតសោះអស់រាសស្រាលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រាឲ្យគង់ហ៊ានទៅចាប់ក្រពើឯគង់ហ៊ានឮប្រាក់បន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅទិនប្រាក់បន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់កំព្រួយព្រះរាជហឫទ័យគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាខែអើយឥឡូវនេះស្ដេចទ្រង់ប្រាយើងឲ្យទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកក្រន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដោយម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រាហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងទៅគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាមហាជនបានឮថាគង់ហ៊ានបានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែលមកប្រប់ច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រកៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខំឲ្យស្លាប់ទៅទេប៉ុន្តែក្រពើវាលឺសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឺតប្រាំងលោតឡើងដោយគេប្រហុកក្នុងប្រកៀបឈើជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួចគង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះស្រែកបង្កាប់កូនក្មួយឲ្យយកលំពាយមុខចាក់កាប់ក្រពើនោះស្លាប់ទៅឯអ្នកដោយមើលទាំងប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើក៏កោតខ្លាចគង់ហ៊ានក្រៃពេកគង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រឹតតែក្អែងក្អាងអួតខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបទូលស្ដេចតាមខ្លួនបានចាប់ក្រពើចោលឡើងមកលើគោកស្ដេចក៏ទ្រង់សពព្រះរាជហឫទ័យប្រោព្រះរាជទានយសគ្រីឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៀតហើយទ្រង់ព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើន